បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទសូមចែករំលែកនៅរុក្ខជាតិឱសថមួយមុខទៀតហើយដែលមានឈ្មោះថាកន្ទ្រោកឬកន្ទ្រោកសម្លបាទដែលភាសាអ្នកស្រុកគាត់ភាគច្រើនគាត់ហៅថាកន្ទ្រោបកធោបសម្លកទ្រោបសម្លបាទគាត់ហៅថាកន្ទ្រោបសម្លកន្ទ្រោបសម្លបាទជាកន្ទ្រោបសម្រាប់ស្លត្នោតបាទដែលមានរសជាតិបាទឈ្ងុយឆ្ងាញ់ប្រហើរបាទអញ្ចឹងពេលនេះខ្ញុំបាទសូមជម្រាបជូនពីអត្ថប្រយោជន៍បាទការព្យាបាលផ្នែកព្យាបាលរាគមូលបាទការព្យាបាលផ្លែព្យាបាលរាគមូលគ្រុនក្តៅនិងគ្រុនចាញ់ស្លឹកស្ងោរសម្រាប់ព្យាបាលកមរមាស់បញ្ចុះកម្ដៅទល់លាមកចុកពោះរាគសម្បកនិងឫសព្យាបាលជំងឺស្បែកបិទកន្លែងពោះចឹកនិងបន្សាបពុលបាទកម្រិតប្រើស្ងួត15ទៅ20ក្រាមដាំទឹកផឹកបាទនេះជាអត្ថប្រយោជន៍នៃដើមកន្ទ្រោបសម្លបាទតាមការពិតឈ្មោះនៅក្នុងសៀវភៅកន្ទ្រោកឬក៏កន្ទ្រោបសម្លបាទប៉ុន្តែខ្ញុំបាទក្រុមគ្រួសារខ្ញុំជាដើមតែងតែហៅថាកន្ទ្រោបសម្លបាទសូមអធិស្ឋានចំពោះរាល់កំហុសឆ្គងបាទសូមអរគុណសូមជម្រាបលាបាទ